អូននិយាយទាំងសំឡេងរឹងមាំកូនដឹងថាកូនកំពុងរើសផ្លូវពិបាកប៉ុន្តែក្នុងពិភពលោកដែលលោកពុកបិទភ្នែកមិនមើលកូនក៏មានមនុស្សម្នាក់ដែលតែងតែសម្លឹងមើលកូនដោយក្តីស្រឡាញ់ជានិច្ចអូនលោកដៃទៅកាន់ដៃរបស់រតនៈយ៉ាងណែនរួចដើរចេញពីភូមិគ្រឹះដ៏ធំនោះដោយមិនងាកក្រោយសម្លឹងមើលទ្រព្យសម្បត្តិនោះឡើយ3ខែក្រោយមកនៅក្នុងបន្ទប់ជួលតូចមួយដែលមានក្លិនពណ៌ទឹកនិងផ្ទាំងគំនូររាយប៉ាយអូនអង្គុយជួយរៀបចំក្រដាសឲ្យរតនៈខណៈពេលដែលគេកំពុងផ្ចិតផ្ចង់គូររូបដើម្បីយកទៅលក់នៅតាមដងផ្លូវដូចដើមជីវិតថ្មីនេះពិតជាលំបាកពិតមែនពេលខ្លះពួកគេត្រូវហូបបាយជាមួយនឹងពងទាចៀនពេលខ្លះត្រូវដើរដើម្បីសន្សំថ្លៃឡានហើយពួកគេក៏ត្រូវមើលថែម្ដាយរបស់រតនៈដែលទើបទៅវះកាត់រួចប៉ុន្តែរាល់ពេលដែលពួកគេនឿយហត់ពួកគេតែងតែសម្លឹងមើលគ្នាអូនស្ដាយក្រោយទេរតនៈសួរទាំងអង្អែលសក់នាងថ្នមអូនងើបមុខឡើងសម្លឹងកែវភ្នែករតនៈហើយកែវភ្នែករបស់នាងនៅតែមានពន្លឺដូចកាលពីមុនប៉ុន្តែវាជាពន្លឺដែលមានក្តីសុខពិតប្រាកដអូនលែងចង់បានពិភពលោកដែលសម្លឹងមើលយើងដោយសារតែមានប្រាក់ទៀតហើយអូនចង់បានតែកសែភ្នែកមួយនេះដែលសម្លឹងមើលមកអូនដល់វិញ្ញាណខាងក្នុងទោះបីជាឪពុករបស់នាងនៅតែបិទភ្នែកមិនព្រមមើលពួកគេប៉ុន្តែនៅកណ្ដាលពិភពលោកដ៏ធំទូលាយនិងលំបាកលំមិនបែបនេះរតនៈនិងអូនក៏បានរកឃើញនៅពន្លឺរបស់ខ្លួនឯងការសម្លឹងរបស់ពួកគេលែងជាការលួចមើលពីចម្ងាយទៀតហើយតែជាការសម្លឹងមើលទៅអនាគតមួយជាមួយគ្នាទោះបីជាអនាគតនោះគ្មានពណ៌មាសហើយក៏គ្មានពណ៌ប្រាក់តែវាជាពណ៌នៃសេចក្តីសុខដែលពួកគេបានជ្រើសរើសដោយខ្លួនឯង2ឆ្នាំក្រោយមកពិភពលោកតូចមួយរបស់រតនៈនិងអូនលែងស្ថិតនៅក្នុងភាពងងឹតស្លុបទៀតហើយស្នាដៃគំនូរដែលធ្លាប់តែលោកចិញ្ចើមថ្នល់របស់រតនៈ